ចុងខែ4នេះគេថាពេញសម្បូរជាមួយបន្លែលក់ធម្មជាតិបងប្អូនដូចឃើញអញ្ចឹងនេះមានតាំងពីផ្កាចង្ហួយហ្នឹងហើយបើនិយាយពីផ្កាចង្ហួយទៅវិញគឺឆ្ងាញ់ខ្លាំងមែនតើបងប្អូនយើងយកទៅហូបលក់ឬក៏អីចឹងណាតែចាប់ផ្ដើមមានភ្លៀងធ្លាក់មកក៏ក្រឹកក្រែងអញ្ចឹងក៏បន្លែធម្មជាតិឬក៏សត្វព្រៃអីហ្នឹងគឺថាពេញសម្បូរសបាយហូបឲ្យខែនេះហើយនេះមានតាំងពីផ្កាកំ ផ្លោកផ្កាតាគៀតនៅឯងសម្បូរខ្លាំងមែនតើបងប្អូននេះប៉ុន្តែថ្ងៃនេះគឺខ្ញុំអត់បានទៅរាប់បេះផ្ទាល់ដៃទេដោយសារ admin គាត់អ្នកទៅរាប់បេះអញ្ចឹងណាបងប្អូននេះហើយបើនិយាយពីរឿង admin វិញឲ្យទៅថាលក់ធម្មជាតិបន្លែប្លុកអីចេះគាត់ចូលចិត្តខ្លាំងហ្នឹងហើយហូបហើយទាំងចានហើយជាពិសេសអ្នកផ្កាយហួយកំពុំយីទៀតអូយមែនបានបុកអំបិលចុចមកអូយវាឆ្ងាញ់ហ្មងហើយធ្វើទៅគ្រឿងហូបក៏បានដែរបងប្អូនផ្កាយហួយមានញ៉ាំបានតែបុកអំបិលទេបានជីវិតយើងពេលខ្លះមិនបាច់ចាំតែមានសាច់គោសាច់អីហូបឲ្យមានក្តីសុខទីហូបទៅបុកអំបិលនេះក្តីសុខទៅតាមមិនអស់ផងពេលខ្លះអ្នកផ្សេងគេរកហូបតែតាមយើងនឹងគេរកមិនបានផងពួកគ្នាកុំថាឡើយចង់ហូបដូចយើងហូបតាមយើងគឺហូបមិនបានផងវាអត់មានលក់ទេកន្លែងខ្លះបើទៅតាមស្រុកស្រែតាមតំបន់ស្រុកតាមខេត្តអីអាខ្ញុំជឿថាមានតែបើថាចូលដល់ក្រុងហើយគឺចប់0តែម្ដងហើយឥឡូវយើងមកចាប់ផ្ដើមបុកអំបិលរបស់យើងមកពួកគ្នាបុកអំបិលរបស់ខ្ញុំឯនេះទេមានតែខ្ទឹមលីងបន្តិចម្ទេសលីងបន្តិចហើយជាមួយនឹងប្រហុកដុតមកពួកគ្នាប្រហុកនេះយើងដុតឲ្យវាឈ្ងុយមកដុតឲ្យវាឆ្អិនមកបន្ទាប់មកយកវាបុកជាមួយនឹងម្ទេសនិងខ្ទឹមរបស់យើងនោះឯងបន្ទាប់មកដាក់ជាមួយនឹងសាច់ពួកគ្នាហើយសម្រាប់សាច់ខ្ញុំប្រើជាមួយនឹងសាច់គោបងអំបិលទៅដាក់សាច់គោរបស់គេបាទហ្នឹងហើយជាតិអែមបងគ្នាពេលដែលយើងអាំងសាច់គោឆ្អិនហើយយកមកបុកជាមួយប្រហុកចេះអូយថាជាតិហ្មងបងគ្នាចូលចិត្តខ្លាំងហ្មងនិយាយថាប្រាប់គេឡើងកន្សត់តែថ្លៃធម្មជាតិណាណៃមានសាច់គោស៊ីចូលគាត់បងអំបិលសាច់គោបងនេះអែមទៅតែយើងចាប់ផ្ដើមដាក់ស្ករប៊ីចេងច្បាច់ក្រូចឆ្មាយបាយអីបន្ថែមពីលើទីទួយទៅរួចជាការស្រេចបងនេះមុខម្ហូបនេះគឺងាយប៉ុន្តែបើនិយាយពីរឿងរសជាតិវិញគឺឆ្ងាញ់ខ្លាំងបងមិនដឹងថាគេផ្សេងចូលចិត្តដូចខ្ញុំអត់ទេបើខ្ញុំចូលចិត្តចឹងអញ្ចឹងខ្ញុំគិតថាវាឆ្ងាញ់តែបើអ្នកផ្សេងគេចូលចិត្តអីផ្សេងគេគិតថាបោះផ្សេងឆ្ងាញ់បងនេះឥឡូវមើលខ្ញុំញ៉ាំទាំងអស់គ្នាហើយហាមស្រក់ទឹកមាត់ណាហ្នឹងហើយមានរឿងស្រក់ទឹកមាត់រឿងឃ្លានអីនេះហើយផ្កាជួយមិញភ្លេចប្រាប់ថាគេអត់ហូបឆៅក៏គេហូបបានឆ្អិនគេហូបបានតែខ្ញុំហូបឆ្អិនបងគ្នាព្រោះអីកាលណាយើងហូបឆ្អិនវាស្រួលទៅពីជាអាឆៅហើយវាអត់សូវកពុលទេបើសិនជាយើងហូបឆៅវារាងកពុលតិចចឹងណាបងគ្នាតែបើសម្ភារច្រើនចាស់ក៏ជួយហូបឆៅហើយនេះអាផ្កាកំ ផ្លោកផ្កាយនេះក៏និយាយពីរឿងល្អខ្លាំងទេណាបងប្អូនគ្នាល្អឆ្នាំទៀតមកបាទឥឡូវយើងដាក់អញ្ចឹងមកអូយដូរដាក់លើចឹងមកយើងចាប់ផ្ដើមលើកមកញាត់ភ្លក់ជាតិមកជាតិអោជាតិមកបងប្អូនឆ្ងាញ់ខ្លាំងមែនទែនហ្មងណាហ្នឹងហើយហើយអ្នកនរគ្នាមើលឲ្យឃ្លានអីថាឃើញគេទិញឃើញគេលក់អីទិញទៅម្ដង1000 2000បងប្អូនគ្នាឆ្ងាញ់ខ្ញុំធានាជូនថារសជាតិគឺឆ្ងាញ់ហ្មងហើយប្លុករបស់ខ្ញុំក៏មានច្រើនដែរមានប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះកុំភ្លេចជួយ share និង follow page ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូនៅសកម្មភាពថ្មីៗខ្ញុំបាទចរណៃបាយបាយជម្រាបលាជួបគ្នាវីដេអូក្រោយបន្តទៀតបាទ